បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំបាទនៅคลิปវីដេអូថ្មីបាទដែលคลิปវីដេអូនេះគឺខ្ញុំមានដំណើរកម្សាន្តមួយទៅកាន់សារមន្ទីរនៅឯប្រទេសឥណ្ឌូនេស៊ីតែទីក្រុងខ្ញុំនេះគឺជាទីក្រុងដែលមានឈ្មោះថាក្រុងប៉ាដាងបាទឥឡូវនេះដែរគឺខ្ញុំកំពុងតែចាំរថយន្តក្រុងដូចរាល់ដងអញ្ចឹងបាទប៉ុន្តែដំណើរកម្សាន្តលើកនេះដែរគឺខ្ញុំទៅរៀងឆ្ងាយបន្តិចអញ្ចឹងហើយគឺខ្ញុំចុះទៅលើឡានក្រុងខ្ញុំត្រូវជិះតាក់ស៊ីមួយជាន់ទៀតបានទៅដល់សារមន្ទីរខ្ញុំចង់ទៅទស្សនានោះបាទបន្ទាប់ពីខ្ញុំចាំបានមួយសន្ទុះមកឡានក្រុងមកដល់ហើយបាទនេះគឺជាឡានក្រុងដែលខ្ញុំបានធ្វើដំណើរនៅខាងក្នុងហើយនេះគឺជាតាក់ស៊ីដែលខ្ញុំបានធ្វើដំណើរទៅកាន់សារមន្ទីរនោះបាទបន្ទាប់ពីខ្ញុំជិះទៅពីចំណតឡានក្រុងជិះលើតាក់ស៊ីប្រហែលជា15នាទីហើយខ្ញុំមកដល់សារមន្ទីរបាទដូចបងប្អូនកំពុងតែឃើញគឺជាខាងក្នុងនៃសារមន្ទីរបាទសារមន្ទីរនេះដែរគឺត្រូវទិញសំបុត្រចូលរួមទស្សនាតាមដែលខ្ញុំចាំដូចជាជនជាតិឥណ្ឌូក៏យកតែប្រហែលមើលដូចជា 15,000 អញ្ចឹងវាប្រហែលនឹង$1ហើយបើសិនជាបរទេសអាចថ្លៃជាងហ្នឹងប៉ុន្តែដោយសារតែខ្ញុំគេអត់សួរទេគេឃើញមុខស្តៀងនៅជនជាតិឥណ្ឌូនេស៊ីគេក៏ឲ្យខ្ញុំគេក៏លក់សម្បត្តិជនជាតិសម្បត្តិជាជនគេហ្នឹងខ្ញុំមកបាទអញ្ចឹងខ្ញុំចូលអស់តែ 10,000 ទេ2នាក់អញ្ចឹងអស់តែ 30,000 ទេបាទហើយបរទេសថ្លៃជាងហ្នឹងដូចជា 5-6,000 ដុល្លារបាទទោះបីជាគេយកថ្លៃក៏ខ្ញុំនៅមានមួយជាន់ទៀតដែរគឺខ្ញុំមានឯកសារដែលភាសាខ្មែរខ្ញុំមិនដឹងហៅថាអីទេប៉ុន្តែនៅភាសាឥណ្ឌូនេះគេហៅ Kita អញ្ចឹងនៅពេលដែលគេចង់យកថ្លៃគឺខ្ញុំបង្ហាញនៅ Kita ហ្នឹងទៅគឺគេយកដូចពីជនគេចឹងបាទហើយណាមួយដោយសារតែខ្ញុំជាសិស្សខ្ញុំមិនជាទេសចរអញ្ចឹងទៅគេមិនអាចយកលុយខ្ញុំថ្លៃដូចជាពួកទេសចរដូចជាអ្នកទេសចរនៅនេះបានទេបាទហើយនេះគឺជាទស្សនវិជ្ជានៅខាងក្នុងនៅពេលដែលខ្ញុំបានទៅចាំកម្មវិធីរបស់សាលាកូនក្មេងបាទគេមកធ្វើកម្មវិធីទេខ្ញុំមិនដឹងទេប៉ុន្តែខ្ញុំក៏ដឹងថាគេមានអាណាព្យាបាលគេមានឪពុកម្ដាយគេមកចូលរួមបាទអញ្ចឹងគេជូនកូនគេមកក្នុងហ្នឹងដើម្បីធ្វើកម្មវិធីរបស់សាលាតែខ្ញុំមើលទៅសាលានេះគឺជាសាលាមត្តេយ្យបាទសាលាកូនក្មេងបាទគេកំពុងតែរៀបចំធ្វើឲ្យគេប្រពនៅខាងក្នុងប៉ុន្តែទីទៀតនោះគេនឹងរើមកខាងក្រៅវិញដើម្បីធ្វើកម្មវិធីអីចឹងទៅខ្ញុំក៏អត់បាននៅមើលដែរគោលបំណងគឺខ្ញុំចូលមើលខាងក្នុងសារមន្ទីរខាងក្នុងបាទនេះគឺជាទស្សនវិជ្ជាសារមន្ទីរបាទមួយវិញដែរពេលដែលខ្ញុំទៅដល់ខ្ញុំថាបានដើរតាមផ្លូវមុខឃើញផ្លូវមុខវាធំវាស្អាតដែរប៉ុន្តែចៃដន្យអីគេជួសជុលផ្លូវមុខផ្លូវមុខហ្នឹងចូលបានគេដាក់តបាំងអញ្ចឹងទៅខ្ញុំក៏សម្រេចចិត្តថាចូលតាមផ្លូវក្រោយវិញបាទផ្លូវមុខគេជួសជុលបាទហ្នឹងផ្លូវមុខគេកំពុងជួសជុលអញ្ចឹងអត់បានទេអញ្ចឹងមានតែដើរតាមផ្លូវខាងក្រោយបាទអញ្ចឹងខ្ញុំចូលតាមផ្លូវខាងក្រោយតែមុននឹងចូលហ្នឹងក៏ខ្ញុំសុំចូលទឹកទឹកមួយផ្លេតបាទទឹកទឹកហើយបន្ទាប់មកខ្ញុំក៏ដើរទៅតាមសារមន្ទីរមួយសារមន្ទីរនេះគឺមានច្រើនបន្ទប់មែនទែនហើយខ្ញុំចូលអាសាលធំនឹងហើយអានេះគឺសាលធំអញ្ចឹងសាលធំហ្នឹងមាន2ជាន់បាទសាលធំមាន2ជាន់តែខ្ញុំចូលភាសាធំនឹងហើយខ្ញុំចូលតាមបន្ទប់មួយទៀតហើយបន្ទប់មួយនេះគឺច្រើនមែនទែនបាទច្រើនខ្ញុំដើរក៏ខ្ញុំដើរអស់ដែរតែខ្ញុំដើរកាត់ទេបាទហើយនេះជាទស្សនវិជ្ជានៅក្នុងសារមន្ទីរនឹងបាទ
បាទបន្ទាប់ពីខ្ញុំចូលក្នុងខាងក្នុងហើយខ្ញុំក៏បានថតទៅជូនបងប្អូននៅទស្សនវិជ្ជាមួយចំនួនដូចជាឈុតប្រពៃណីរបស់ប្រទេសមិនរបស់ប្រទេសឥណ្ឌូនេស៊ីទេជាប្រពៃណីរបស់កោះដែលខ្ញុំរស់នៅដែលនៅឥណ្ឌូនេះខ្ញុំនៅកោះហើយស៊ូម៉ាត្រាកោះស៊ូម៉ាត្រារបស់លោកតាសឹមទីសមុទ្រហ្នឹងបាទអញ្ចឹងខ្ញុំនៅកោះស៊ូម៉ាត្រាហ្នឹងដែលកោះស៊ូម៉ាត្រានេះគឺជាកោះដែលធំជាងគេបំផុតនៅក្នុងប្រទេសឥណ្ឌូនេស៊ីអញ្ចឹងឥណ្ឌូនេស៊ីមានកោះច្រើនប៉ុន្តែកោះដែលខ្ញុំនៅហ្នឹងគឺកោះស៊ូម៉ាត្រាហ្នឹងគឺមានគឺជាកោះដែលធំហើយប្រជាជនក៏នៅច្រើនជាងគេដែរអញ្ចឹងនៅហ្នឹងគេមានទំនៀមទម្លាប់មួយទៀតគឺមីណាំងកាបៅដែលសម្លៀកបំពាក់អាពាហ៍ពិពាហ៍សម្លៀកបំពាក់អីផ្សេងៗគឺតាក់ទងជាមួយនឹងប្រជាជនមីណាំងអញ្ចឹងទៅពីច្រើនគឺពួកគាត់ទោះបីរាល់ថ្ងៃហ្នឹងក៏គាត់នៅពាក់សម្លៀកបំពាក់ហ្នឹងដែរបាទដូចខ្មែរយើងដែរតែមានសម្លៀកបំពាក់ប្រពៃណីខ្មែរអញ្ចឹងណាប៉ុន្តែដោយសារតែខ្មែរយើងទូចអញ្ចឹងយើងអត់មានបែងចែកតំបន់នេះតំបន់នោះទេប៉ុន្តែបើសិនជានៅប្រទេសឥណ្ឌូនេស៊ីខ្ញុំនៅនេះគឺតំបន់មីណាំងកាបៅដែលគេហៅថាប្រជាជនមីណាំងអញ្ចឹងទៅគឺការស្លៀកពាក់គឺគេចែកគ្នាខុសពីខាងចាកាតាខុសពីខាងអីផ្សេងៗអញ្ចឹងទៅខុសពីខាងបាលីបាទដោយសារតែកោះខ្ញុំនៅនេះគឺប្រជាជនភាគច្រើនគឺជាមូស្លីមបាទហើយចាកាតាហើយនឹងបាលីគឺប្រជាជនផ្សេងបាទបាលីទៅជាខាងហិណ្ឌូវិញបាទហើយកោះដែលខ្ញុំនៅនេះគឺប្រជាជនគឺជាមូស្លីមបាទអញ្ចឹងទៅប្រពៃណីគឺផ្សេងគ្នាបាទបន្ទាប់ពីហ្នឹងមកខ្ញុំក៏បានដើរចូលតាមបន្ទប់នីមួយៗហើយបន្ទប់នីមួយៗមានមួយបន្ទប់គឺមានមួយសាក់គឺមានមួយមុខមានន័យថាបន្ទប់មួយគឺបើសិនជាខ្ញុំចូលទៅបន្ទប់ណាដូចខ្ញុំបានថតចែកជូនបងប្អូនអញ្ចឹងឥឡូវខ្ញុំនិយាយជារួមទៅបន្ទប់ខ្លះគឺមានជាម្ហូបបន្ទប់ខ្លះគឺមានជាប្រពៃណីគ្រឿងលម្អអធិស្ឋានគ្រឿងលម្អអាពាហ៍ពិពាហ៍ផ្សេងសម្លៀកបំពាក់ផ្សេងនិងការប្រើប្រាស់នៅសម័យបុរាណអីផ្សេងអញ្ចឹងទៅបាទបន្ទាប់ពីខ្ញុំដើរក្នុងសារមន្ទីររៀងយូរដែរប្រហែលជា1ម៉ោង2ម៉ោងអញ្ចឹងទៅខ្ញុំក៏សម្រេចចិត្តចេញពីសារមន្ទីរហើយដើរទៅរកកន្លែងញ៉ាំបាយបាទហើយដើរកន្លែងញ៉ាំបាយហ្នឹងដែលកូនសិស្សមួយទៀតនិយាយថាបងកន្លែងហ្នឹងឆ្ងាញ់អញ្ចឹងចង់ទៅសាកអញ្ចឹងយើងក៏សម្រេចចិត្តថាទៅសាកកន្លែងហ្នឹងដោយសារតែពីកន្លែងសារមន្ទីរហើយនឹងកន្លែងដែលខ្ញុំទៅរកបាយថ្ងៃហ្នឹងគឺវាអត់ឆ្ងាយទេអញ្ចឹងយើងសម្រេចចិត្តថាអត់អីដើរហ្មងទៅតែមិនចិត្តហ្មងនេះណា1គីឡូជាងបាទដើរមកបែកញើសខ្ចាយដែរបាទតែខ្ញុំកំពុងទៅធ្វើដំណើរតាមផ្លូវបាទពីច្រើននៅនេះខ្ញុំមើលទៅខ្ញុំរៀងនឹកភ្នំពេញដែរគឺដោយសារតែមើលទៅវាស្តៀងនឹងភ្នំពេញយើងប៉ុន្តែខ្ញុំនៅនេះគឺនៅឆ្ងាយពីចាកាតាមែនទែនបាទបន្ទាប់ពីខ្ញុំដើរមកដល់អ្វីដែលសោកស្ដាយនោះគឺមកដល់ហាងគេអត់ទាន់បើកទេគឺគេបើកល្ងាចអញ្ចឹងខ្ញុំត្រូវតែជិះតាក់ស៊ីទៅហាងបាយមួយកន្លែងទៀតបាទនេះគឺជាហាងបាយដែលខ្ញុំធ្លាប់មកហូបរាល់ដងនៅហ្នឹងគឺមានលក់សាច់ទាបាទនៅនេះគឺកម្រមានហាងលក់សាច់ទាបាទហើយនេះគឺជាគេហៅមីរ៉ាប៊ូសបាទពិសេសជាភាសាឥណ្ឌូណាបាទខ្ញុំញ៉ាំហើយបន្ទាប់ពីខ្ញុំញ៉ាំហើយខ្ញុំទៅដាក់កាហ្វេមកពែងបាទខ្ញុំមិនដឹងថាកាហ្វេនេះខ្ញុំភ្លេចបាត់ហើយប៉ុន្តែឆ្ងាញ់ស្រែកដីពីលើបាទបន្ទាប់ពីហ្នឹងមកខ្ញុំក៏ត្រឡប់មកផ្ទះវិញហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរអរគុណច្រើនជម្រាបលា